គេមិនបានបោះបង់ចោលនៅមហិច្ឆតាក្នុងការលេបយកទឹកដីប្រទេសកម្ពុជាទេក្មួយៗចាំមកក្មួយៗប្រហែលជាតាមដានហើយឥឡូវយើងកំពុងតែល្បីពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដែលប្រទេសថៃបានឈ្លានពានបានមានគោលបំណងក្នុងការឈ្លានពានយកទឹកដីយកប្រាសាទរបស់យើងហើយរលលេសគ្រប់យ៉ាងមកដើម្បីឈ្លានពានព្រឹត្តិការណ៍នេះណាបងប្អូនទៅចាំទី1គឺជាការដែលបញ្ញត្តិស្មារតីបងប្អូនទាំងអស់គ្នាឲ្យចាប់ផ្ដើមចាំវិញជឿថាក្មួយៗបងប្អូនរៀនប្រវត្តិសាស្ត្រណាជាពិសេសគឺចាប់ផ្ដើមពីអនុវិទ្យាល័យទៅបងប្អូនបានរៀនគឺឲ្យបងប្អូនចាប់ផ្ដើមចាំនៅស្មារតីជារលឹកនៅស្មារតីថាប្រទេសដែលនៅជិតខាងរបស់យើងណារហូតមកដល់ពេលនេះគេមិនបានបោះបង់ចោលនៅមហិច្ឆតាក្នុងការលេបយកទឹកដីប្រទេសកម្ពុជាទេទោះបីជាទឹកដីរបស់យើងណាគេយកអស់ច្រើនណាទឹកដីប្រទេសកម្ពុជាណា1លានជាង1លាន200,000 គីឡូម៉ែត្រការ៉េកាលពីសម័យអង្គរសម័យដ៏រុងរឿងនៃជនជាតិខ្មែរយើងសម័យដែលខ្មែរយើងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងសម័យដែលខ្មែរយើងយុវជនគិតពីបញ្ហាជាតិតាំងពីអាយុ16 17ឆ្នាំទៅគឺថាត្រូវតែចេញមុខក្នុងការពីជាតិលះបង់អាយុជីវិតសម្រាប់ការពីជាតិទឹកដីយើង1លាន200,000ជំនាន់នឹងប្រទេសថៃដែលថាប្រទេសថៃប្រទេសអីនៅតែជនជាតិតៃជនជាតិភាគតិចមិនទាន់មាននៅឡើយទេប៉ុន្តែគេបានរំលោភយកបន្តិចម្ដងរហូតដល់សល់ប៉ុណ្ណេះចឹងឲ្យបងប្អូនបញ្ជាក់ស្មារតីថាអាសល់ 181,035 គីឡូម៉ែត្រការ៉េណាគេហៅថា 180,000 គីឡូម៉ែត្រការ៉េណាវាមិនស្មើនឹងកតុយនៅសម័យកោផងអញ្ចឹងគេអត់បោះបង់ចោលទេគេគាត់ថាឆ្ងាញ់ទឹកដីដ៏ស្រស់ផូរផង់ទឹកដីសវណ្ណភូមិទឹកដីដ៏មានតម្លៃរបស់យើងដែលយើងកំពុងតែរស់នៅនេះបើប្រៀបធៀបថាផ្ទះដ៏ទូចរបស់យើងនេះដែលកំពុងតែរស់នៅនេះគេព្យាយាមដកលបងរបស់យើងដើម្បីរំកិលចូលបើគេមានឱកាសគឺគេរំកិលចូលទាំងអស់អញ្ចឹងសូមឲ្យយុវជនទាំងអស់តែមានស្មារតីគិតគូរអំពីបញ្ហាជាតិណាតែធ្វើម៉េចដើម្បីអាចជួយជាតិបានត្រូវធ្វើម៉េចដើម្បីចូលរួមក្នុងការពារជាតិបានត្រូវគិតអំពីជាតិឲ្យធំអំពីប្រយោជន៍បុគ្គលប្រយោជន៍គ្រួសារហើយប្រយោជន៍សហគមន៍របស់យើងអានេះគឺជាការរំលឹកហើយបើសិនជាយើងអត់មានស្មារតីក្នុងការចូលរួមក្នុងការជួយជាតិទេណាបងប្អូនតែបាត់បង់ទៅគឺចប់ហើយណាថ្ងៃអនាគតយើងពេលខ្លះយើងហឹងអន់ចិត្តជាមួយនឹងដូនតាយើងសម័យមុនមិនក៏ប្រេះផ្ដាស់នៅអត់ការពារទឹកដីប៉ុណ្ណានៃសល់ប៉ុណ្ណឹងតែយើងតែងតែគិតក្នុងការអារម្មណ៍ពេលដែលយើងរៀនប្រវត្តិសាស្ត្រមែនទេស្ដាយអញ្ចឹងបងប្អូនកុំឲ្យ10 20ឆ្នាំ30ឆ្នាំ50ឆ្នាំ100ឆ្នាំទៀតត្រូវបានយុវជនជំនាន់ក្រោយអាយុប្រហែលបងប្អូនឌីលបងប្អូនដូចគ្នាថ្នាក់ដឹកនាំគណៈបកដែលចូលរួមនៅទីនេះត្រូវចាំថាអត់មានជំរឿសអីជំរឿសមានតែមួយគត់គឺត្រូវតែរួបរวมសាមគ្គីឯកភាពជាតិខ្មែរតែមួយទើបអាចការពារបាននៅបូរណភាពទឹកដីនៃប្រទេសកម្ពុជា